អាយុដំអូនចិន្តាបំផុសស្មារតីឲ្យប្រជាពលរដ្ឋចូលរួមអភិរក្សប្រាសាទដូនតានិងរួមគ្នាការពារអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអាយុដំអូនចិន្តានាព្រឹកថ្ងៃទី25ខែមិនិនាឆ្នាំ2026បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរប្រាសាទបុរាណដែលជាកេរមរតករបស់បុព្វបុរសដូនតាខ្មែរបន្សល់ទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយសូមឲ្យប្រជាពលរដ្ឋចូលរួមអភិរក្សអាយុដំបានអំពាវនាវបែបនេះក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ3មិនិនាលើកទី28ឆ្នាំ2026ក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីអាយុដំក្លូតផនប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមដើម្បីធានាឲ្យការរក្សាកេរដូនតាមានស្ថិរភាពយូរអង្វែងអាយុដំអូនចិន្តាបានណែនាំដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈយកចិត្តទុកដាក់ត្រួតពិនិត្យទប់ស្កាត់ការការពារប្រាសាទបុរាណដីធ្លីរបស់ប្រាសាទវត្ថុបុរាណរូបចម្លាក់ក្នុងប្រាសាទការការពារឲ្យខាងតែបានមិនឲ្យជនណាមករំលោភបំពានដាច់ខាតព្រោះប្រាសាទជាដួងព្រលឹងរបស់មនុស្សជាតិអាយុដំអភិបាលខេត្តក៏បានណែនាំដល់មន្ទីរវប្បធម៌មន្ត្រីនគរបាលផ្នែកទេសចរសូមតាមដានហាមឃាត់ចំពោះជនណាដែលមានបំណងរំលោភដីប្រាសាទចង់មករស់នៅក្បែរប្រាសាទបុរាណមិនឲ្យមានដាច់ខាតអាយុដំក៏បានបន្តជំរុញដល់មន្ទីរវប្បធម៌ខិតខំប្រឹងប្រែងស្វែងរកវត្ថុបុរាណដើម្បីដាក់បញ្ចូលជាសម្បត្តិរបស់ជាតិឲ្យបានកាន់តែច្រើនយកមករក្សាទុកធ្វើជាសារមន្ទីរសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋជួយទស្សនានិងចងចាំពីតម្លៃនៃវប្បធម៌ជាតិអាយុដំអភិបាលខេត្តក៏បានស្នើដល់មន្ទីរវប្បធម៌ចុះលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចាប់មុខរបរត្បាញក្រមាដែលជាអត្តសញ្ញាណរបស់ជាតិខ្មែរពីដូនតាដើម្បីជួយគាំទ្រទិញផលិតផលក្នុងស្រុកលើកកម្ពស់ជីវភាពគ្រួសារអ្នកតម្បាញក្រមាឲ្យមានតម្លៃវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណកាលមក